បាទជំរាបសួរដល់អ្នកគ្នាថ្ងៃនេះខ្ញុំបញ្ជាក់បន្ថែមទៅតទៅនឹងការប្រើប្រាស់រូបមន្ត if បាទអញ្ចឹងប្រធានលំហាត់យើងថ្ងៃនេះគឺចូលសរសេរអនុគម if ដើម្បីកំណត់អវត្តមានសិស្សមករៀនបើសិស្សអវត្តមានច្រើនជាង5ដងត្រូវជូនលិខិតអញ្ជើញតែបើសិស្សអវត្តមានក្រោម5ដងគឺមិនចាំបាច់អញ្ចឹងយើងទៅធ្វើការកណនាទាំងអស់គ្នានៅក្នុងកម្មវិធី Excel បាទអញ្ចឹងអ្នកទាំងអស់នេះត្រូវបើកម្មវិធី Excel មកហើយអ្នកទាំងអស់នេះត្រូវសរសេរបាទសរសេរថ្ងៃអវត្តមានប្រកបបាទដូចដែលខ្ញុំបានសរសេរលើកុំព្យូទ័របាទអញ្ចឹងចាន់គេពុតបរោះសុសាយទៅហើយអ្នកទាំងអស់នេះត្រូវកណនាបាទកណនារកអវត្តមានសរុបមកបាទអញ្ចឹងដូចជាសរតនាអញ្ចឹងគាត់អវត្តមានគាត់សរុបគឺ5បាទហើយនីរតនាគឺ4លាក់នឹងលាក់អញ្ចឹងទៅបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងកណនាបាទកណនាតេតងទៅនឹងតើសិស្សណាខ្លះដែលមានលិខិតអញ្ជើញហើយសិស្សណាខ្លះដែលមិនមានលិខិតអញ្ជើញជូនគាត់បាទតោះអញ្ចឹងយើងយករូបមន្តស្មើ if បើកបង្កច condition ក្បៀស true ក្បៀស false យកអនុវត្តបាទអញ្ចឹងជាបន្តទៀតអ្នកទាំងអស់គ្នាត្រូវយក cursor របស់យើងដាក់នៅលើ cell ដែលយើងចង់ឲ្យចេញលទ្ធផលបាទហើយយើងយកមករបស់យើងដាក់នៅលើ formula bar ហើយជាបន្តមកទៀតគឺយើងត្រូវសេរូបមន្តបាទអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបដូរមកជាភាសាអង់គ្លេស English State បាទហើយអ្នកទាំងអស់គ្នាត្រូវសេសញ្ញាស្មើបាទអញ្ចឹងបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវសេរូបមន្ត if របស់យើងបាទហើយយើងបើកបូកច condition បាទ condition របស់យើងនេះគឺតកតងទៅនឹងវត្តមានបាទអញ្ចឹងមានន័យថាយើងត្រូវយកបាទយើងត្រូវយកម៉ៅរបស់យើងដាក់คลิกលើវត្តមានខាងលើគេបងអស់បាទនៃបញ្ជីឈ្មោះសិស្សហ្នឹងបាទនេះគឺជាលក្ខខណ្ឌរបស់យើងគឺអវត្តមានបាទបើអវត្តមានតិចជាង5ដងគឺអត់មានលិខិតអញ្ជើញតែបើអវត្តមានច្រើនជាង5ដងគឺត្រូវមានលិខិតអញ្ជើញបាទអញ្ចឹងយើងយកម៉ៅរបស់យើងដាក់លើវត្តមាននេះហើយមិនមែនដាក់លើវត្តមានតាមថ្ងៃទេគឺដាក់វត្តមានសរុបប្រចាំខែហើយបន្តទៅយើងចូលលក្ខខណ្ឌរបស់យើងបាទហើយលក្ខខណ្ឌរបស់យើងគឺបើតូចជាង5បាទតូចជាង5បាទតូចជាង5ក្បៀសបាទមិនកណ្ដោបាទតូចជាង5គឺគ្មានបាទគ្មានយើងដូរជាហ្វុនខ្មែរមកបាទគ្មានបាទហើយយើងមិនកណ្ដោវិញហើយក្បៀសបាទហើយបន្តមកទៀតគឺយើងដាក់មិនកណ្ដោបាទហើយក្រៅពីនោះគឺមានលិខិតបាទមានដូចជាភាសាខ្មែរមានលិខិតអញ្ជើញបាទហើយយើងដូរជាភាសាអង់គ្លេសចុចមិនកណ្ដោ2ហើយបិទវងកញ្ចក់បាទអញ្ចឹងអធិស្ឋានអ្នកទាំងអស់គ្នាខ្ញុំសូមបញ្ជាក់ទៅតនឹងរូបមន្តរបស់យើងបាទអញ្ចឹងរូបមន្តរបស់យើងគឺយើងប្រើ if បាទអក្សរ o លេខ2នេះគឺតទៅនឹងលក្ខខណ្ឌ condition អ្នកទាំងអស់នេះ condition របស់យើងគឺនេះគឺតទៅនឹងវត្តមានអញ្ចឹងអ្នកទាំងអស់នេះត្រូវចុចបាទយកមករបស់យើងចុចលើវត្តមានខាងលើគេប្រអស់បាទយើងកុំចុចខាងក្រោមគេបាទអញ្ចឹងយើងត្រូវកណនាខាងលើគេប្រអស់បាទនេះលេខ5នេះគឺមានថា column គឺអក្សរ O ហើយ row របស់យើងគឺលេខ2អញ្ចឹងមានថា O2 ណាអ្នកទាំងអស់គ្នាហើយតទៅនឹងសញ្ញានេះគឺសញ្ញាតូចជាងបាទតូចជាង5បាទហើយយើងប្រើក្បៀសបាទហើយអ្នកទាំងអស់នេះត្រូវចាំថានៅពេលដែលយើងសេជាភាសាខ្មែរអ្នកទាំងអស់នេះត្រូវប្រើស្មេកដោ2បាទហើយយើងប្រើក្បៀសមួយទៀតឬប្រើស្មេកដោ2មួយទៀតបាទដើម្បីសេអក្សរមួយទៀតបាទហើយបន្តទៀតអ្នកទាំងអស់នេះយក cursor របស់យើងដាក់នៅខាងចុងហើយយើងដាក់ enter បាទអញ្ចឹងលទ្ធផលចេញឲ្យហើយគឺអវត្តមាន5ត្រូវមានលិខិតអញ្ជើញបាទហើយបន្តទៀតអ្នកទាំងអស់នេះមិនចាំបាច់កណនាទេគឺយើងយកមកវិញយើងដាក់នៅកន្លែងកែងលើចម្លើយ cell ទី1របស់យើងបាទយើងចុចមកឆ្វេងឲ្យជាប់យើងអូមកក្រោមមកបាទហើយយើងនឹងឃើញថាតើសិស្សណាខ្លះដែលមានលិខិតអញ្ជើញហើយសិស្សណាខ្លះដែលគ្មានលិខិតអញ្ជើញបាទអញ្ចឹងទៅទៅនឹងការប្រើប្រាស់រូបមន្ត if ដែលមានរូបមន្តស្មើ if បើកបូកកញ្ចក់ condition ក្បៀស true ក្បៀស false
មានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកទាំងអស់នេះអាចធ្វើបានហើយប្រសិនបើអ្នកទាំងអស់នេះមានចម្ងល់អីអាច comment សួរខាងក្រោមវីដេអូនេះបានបាទអញ្ចឹងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយអរគុណ